សួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនអរគ្នាអំពី motor ជ្រៀក3 model នេះបាទសម្រាប់ model ទី1នេះគឺមានលេខកូដ SP 001G ប្រើថ្មប្រភេទ 40V ហើយ model នេះគឺOS 001G ប្រើថ្មប្រភេទ 40V ដូចគ្នាចំណែកមួយនេះ HS 003G ប្រើថ្មប្រភេទ 40V ដូចគ្នាបាទអញ្ចឹងថ្មគឺត្រូវគ្នាថ្ម 40V តែមួយតែអាចប្រើបានបាទ motor ទាំង3នេះដូចគ្នាហើយតាក់ទងជាមួយនឹងប្រភេទនេះ SP 001G ទំហំផ្លែ165 mm បាទប្រភេទនេះអាចដាក់ផ្លែ185ក៏បាន190ក៏បានប្រភេទនេះដាក់ផ្លែ185បាទប្រភេទនេះយើងឲ្យឈ្មោះថា rear handle saw គឺដៃខាងក្រោយបាទដៃខាងក្រោយហៅ rear handle saw ប្រភេទនេះហៅថាផ្លាំងខាត់បាទដោយសារអីដល់ពេលយើងកាត់ណាគឺយើងចុចប៊ូតុងមួយនេះបាទហើយយើងរុញចែកបាទនេះគេហៅផ្លាំងខាត់បាទចំណែកមួយនេះវិញគឺជាប្រភេទ circular saw បាទអញ្ចឹងមានឈ្មោះផ្សេងៗគ្នាបាទ rear handle saw ផ្លាំងខាត់ហើយនឹងបាទ circular saw បាទអញ្ចឹងសម្រាប់ទាំង3នេះគឺមានមុខងារជ្រៀកដូចគ្នាអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់បានបាទយកទៅប្រើប្រាស់ឬក៏ចង់ដឹងព័ត៌មានបន្ថែមអាចសួរព័ត៌មានតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់ក្រោយវីដេអូហ្នឹងបាទសូមអរគុណ